អ៊ីរ៉ង់និងអាមេរិកនឹងធ្វើកិច្ចចរចាបញ្ហានុយក្លេអ៊ែរនឹងថ្ងៃសុក្រខាងមុខក្នុងប្រទេសទូគីយេលីហ្វីរ៉ាកាហ្វេឆ្ងាញ់ថែរក្សាសុខភាពផ្សំពីលំអងផ្កាសាហ្វ្រ៉ន់ស្លឹកម្រុំនិងទង្កាត់អាលីលីហ្វីរ៉ាផលិតផលលំដាប់ព្រីមៀមសម្រាប់សុខភាពទំនាក់ទំនងជាវតាមលេខទូរស័ព្ទ097 573 1381ក្រុមមន្ត្រីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថាអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនឹងបន្តកិច្ចចរចានុយក្លេអ៊ែរនៅថ្ងៃសុក្រសប្តាហ៍នេះនៅប្រទេសទូគីយេហើយប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានថាទន្ទឹមនឹងនាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់រឿងអាក្រក់ទំនងជានឹងកើតឡើងប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបានបេសកជនពិសេសអាមេរិកលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្រោចស្រង់ឡើងវិញខាងច្រកការទូតលើជម្លោះដ៏យូរអង្វែងអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបំបត្តិការភ័យខ្លាចនៃសង្គ្រាមថ្មីក្នុងតំបន់ខណៈមន្ត្រីការទូតក្នុងតំបន់មួយរូបបាននិយាយថាតំណាងមកពីប្រទេសដូចជាអារ៉ាប៊ីសាអូឌីតនិងអេស៊ីបក៏នឹងចូលរួមផងដែរនៅពេលដែលក្រុមអ្នកសារព័ត៌មានសួរការពីថ្ងៃច័ន្ទទី2ខែកុម្ភៈសប្តាហ៍នេះអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងលោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេដ្ឋីមានថាកិច្ចចរចាកំពុងកើតឡើងហើយដោយឡែកលោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានគេរាយការណ៍ថាលោកបានបញ្ជាឲ្យចាប់ផ្ដើមការចរចានុយក្លេអ៊ែរឡើងវិញហើយដែរគួរឲ្យដឹងថាភាពតានតឹងកំពុងកើនឡើងខ្លាំងស្របពេលមានការបង្កើនកងទ័ពជើងទឹកអាមេរិកលើជិតមាត់ទ្វារផ្ទះរបស់អ៊ីរ៉ង់បន្ទាប់ពីមានការបង្ក្រាបដោយហិង្សាលើបាតកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់កាលពីខែមុនដែលជាភាពចលាចលក្នុងស្រុកដ៏សាហាវបំផុតនៅប្រទេសអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ1979របស់ខ្លួន